សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីទៀតហើយតាក់ទងទៅនឹង trick នៅលើ iPhone អញ្ចឹងថ្ងៃនេះខ្ញុំមកនិយាយពី iPhone ទៀតហើយអញ្ចឹងពី3វីដេអូបន្តនេះគឺខ្ញុំបាននិយាយតាក់ទងនឹង iPhone ច្រើនអញ្ចឹងថ្ងៃនេះក៏តាក់ទង iPhone ដែរគឺខ្ញុំនឹងធ្វើការចែករំលែក function នៅលើ iPhone ទៀតហើយដែលការ update ថ្មីរបស់ iPhone អញ្ចឹងនៅក្នុងថ្ងៃនេះខ្ញុំនឹងលើកយកតាក់ទងទៅនឹង cache របស់ iPhone មកចែករំលែកអ្នកទាំងអស់គ្នាអញ្ចឹងអ្នកទាំងអស់គ្នាដឹងហើយសម្រាប់អ្នករកស៊ីឬក៏អ្នកធ្វើការត្រូវការទិញអ្វីមួយអញ្ចឹងតែងតែគិតពី currency អញ្ចឹងនៅពេលខ្លះយើងមានផលវិបាកក្នុងការឆែក currency ឆែកអីប៉ុន្តែ iPhone គាត់បានធ្វើការ update ថ្មីដើម្បីបង្ធ្វើឲ្យយើងមានភាពងាយស្រួលអ្នកទាំងអស់គ្នាអញ្ចឹងនៅលើកម្មវិធីគិតលេខរបស់ទូរស័ព្ទដៃ iPhone សំណុំដើមរបស់វាមកដែលចេញពីនាយវាមកដែលវាចេញពី cache ដើមរបស់វាមកគឺវាមានគេបាន update ថ្មីគេបានដាក់ទៅលើការគណនា currency ចំនួនលុយនៅលើនឹងបានដែលយើងអាចមានច្រើនប្រទេសប៉ុន្តែទាមទារឲ្យយើងពេលដែលប្រើប្រាស់គឺត្រូវតម្រូវឲ្យទូរស័ព្ទដៃរបស់យើងមានអ៊ីនធឺណិតបើកដំណើរការអញ្ចឹងដើម្បីអាចធ្វើការតាក់ទងនឹង currency បានអូខេឥឡូវអ្នកទាំងអស់គ្នាឃើញរូប cache ហ្នឹងចុចលើហ្នឹងមកវាមានពាក្យមួយថា convert អញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាបិទកន្លែងនេះឃើញបិទអញ្ចឹងចុចបើកចេញមកវានឹង load currency ឲ្យអញ្ចឹងនេះគឺខ្មែរនិងលុយដុល្លារអញ្ចឹងយើងអាចធ្វើការផ្លាស់ប្ដូរបាននៅក្នុង currency ហ្នឹងអ្នកចង់ដាក់លុយប្រទេសណាក៏បានដែរអញ្ចឹងខ្ញុំឧទាហរណ៍ថាលុយខ្មែរចុះលុយខ្មែរ 4000 គឺ currency គណនាឲ្យគឺស្មើនឹង$1សហរដ្ឋអាមេរិក 40000 គឺស្មើនឹង$10 40000បាន$99.98នេះគឺជា currency ជាក់ស្ដែងណាអ្នកនរគ្នាបានថាវាធ្វើការផ្លាស់ប្ដូរទៅវិញទៅមកអញ្ចឹងនឹងធ្វើការ clear វាសិនអូខេទៅពេលហាង change $1ស្មើនឹង40.01នៅក្នុងទីផ្សារជាក់ស្ដែងរបស់ប្រទេសកម្ពុជាយើងហ្នឹងអញ្ចឹងយើងអាចធ្វើការកន្លែងចុច trade នេះពីខ្មែរទៅដុល្លារពីដុល្លារទៅខ្មែរអញ្ចឹងទៅអ្នកនរគ្នាគឺមានភាពងាយស្រួលចេះវាមកខ្មែរវិញយើងវាយ 4000 គឺស្មើ$1អញ្ចឹងអរគុណសម្រាប់ការតាមដាននៅវីដេអូមួយនេះហើយក៏សូមអរគុណបើពេញចិត្តសូមជួយចុច like និង subscribe ឬមួយក៏ចែករំលែកវីដេអូមួយនេះផងជួបខ្ញុំនៅវីដេអូបន្តទៀតបាយ